មានតែម៉ាស៊ីនមួយនេះអ្នកនរគ្នាមិនខ្វះចម្រៀងសម្រាប់ច្រៀងលេងកំសាន្តនោះទេយើងអាចបញ្ជា text screen នៅលើនឹងផ្ទាល់ក៏បានឬក៏បញ្ជាពី smartphone របស់យើងក៏បានដែរមានចម្រៀងរាប់ម៉ឺនបទបញ្ចូលហើយស្រាប់មិនថាចម្រៀងនៅក្នុងស្រុកឬក៏អន្តរជាតិនោះទេយើងអាចរើសបានភ្លាមរើសទុកមុនក៏បានចាក់តាមលំដាប់លំដោយឲ្យតែម្ដងចំណេញពេលវេលាយើងបានច្រើនទុកពេលរីករាយកំសាន្តជាមួយនឹងក្រុមគ្រួសារជួបជុំមិត្តភ័ក្តិមិនចាំបាច់រវល់ច្រើនជាមួយនឹងម៉ាស៊ីនភ្លេងកំដរនោះទេសម្រាប់ម៉ាស៊ីនចាក់ចម្រៀងបែបនេះអ្នកនរគ្នាប្រកាសជាធ្លាប់ឃើញនៅខារ៉ាអូខេរួចមកហើយមិនឲ្យប្រើប្រាស់នៅលើនេះត្រូវបានកំណត់ជាពិសេសយើងប៉ះ tag ចុចនៅលើនេះគឺឆ្លើយតបបានលឿននៅលើអេក្រង់ទំហំធំមួយនេះងាយស្រួលប្រើប្រាស់ tag កំងបទចម្រៀងតែម្ដងមានម៉ានុយជាភាសាខ្មែរយើងហើយស្រាប់និងអាចផ្លាស់ប្ដូរទៅភាសាផ្សេងទៀតបានជាច្រើនចង់ផ្លាស់ប្ដូរទីតាំងម៉ាស៊ីនមួយនេះក៏ងាយស្រួលយើងអាចផ្លាស់ប្ដូរទីតាំងបានគ្រប់ទីកន្លែងទៅតាមស្ថានភាពជាក់ស្ដែងអត់ពិបាកលើកដូរទៅកន្លែងផ្សេងនោះទេហើយរបៀបចាក់ចម្រៀងលេងវីដេអូ MV នៅលើនេះគឺមានជម្រើសច្រើនទៅតាមតម្រូវការរបស់យើងម្នាក់ៗដែរយើងចង់ចាក់ចម្រៀងដែលមាននៅក្នុងនឹងស្រាប់ហើយក៏បានមានច្រើនបទមែនដែរសម្រាប់ឲ្យជ្រើសរើសសម្រាប់ឲ្យកំងនៅក្នុងនេះហើយក៏ច្រើនភាសាដែរបទដែលយើងចូលចិត្តប្រកាសជាមាននៅក្នុងនេះហើយស្រាប់ប្រសិនបើបទថ្មីណាដែលអត់ទាន់មាននៅក្នុងនេះក៏មិនចោទជាបញ្ហានោះដែរព្រោះយើងនៅតែអាចធ្វើការទាញយកមកដាក់បន្ថែមខ្លួនឯងបានយើងអាចធ្វើការទាញយកពី YouTube ផ្ទាល់តែម្ដងងាយស្រួលក្នុងការស្វែងរកមែនតើដោយការស្វែងរកបទចម្រៀងភ្លេងសតសម្រាប់ធ្វើការច្រៀងលេងកម្សាន្តក៏បានមិនថាចម្រៀងដែលមាននៅក្នុងនឹងស្រាប់ហើយនឹងចម្រៀងដែលទាញយកថ្មីពី YouTube នោះទេគឺអាចចាក់បន្តគ្នាបានដែរអញ្ចឹងនៅពេលដែលបទមួយចប់គឺលោតចូលបទថ្មីមួយទៀតដោយស្វ័យប្រវត្តិតែម្ដងងាយស្រួលសម្រាប់អ្នកដែលកំងបទចម្រៀងចង់ច្រៀងបន្តគ្នាឥឡូវឧបមាថាអ្នកនរគ្នាអត់ចង់ក្រោបឡើងទៅចុចកំងនៅលើម៉ាស៊ីននឹងផ្ទាល់គេក៏មានកម្មវិធីសម្រាប់ឲ្យយើងទាញយកដាក់បញ្ចូលទៅក្នុង tablet ឬក៏ smartphone របស់យើងផ្ទាល់តែម្ដងរត់តែងាយស្រួលថែមមួយកម្រិតទៀតចុចបញ្ជាតាមតែទូរស័ព្ទរបស់យើងក៏បានដែរឲ្យតែតភ្ជាប់អ៊ីនធឺណិត Wi-Fi ដូចគ្នារួចជាស្រេចនៅលើនេះមនុស្សប្រើប្រាស់គឺដូចគ្នាងាយស្រួលធ្វើការជ្រើសរើសបទចម្រៀងដដែលគ្រាន់តែចង់បញ្ជាក់ថាកម្មវិធីមួយនេះគឺមានសម្រាប់តែអ្នកប្រើប្រាស់ Android ប៉ុណ្ណោះយើងទាញយក APK មកដំឡើងពីខាងក្រៅបានអត់មាននៅលើ Play Store ឬក៏ App Store នោះទេអញ្ចឹងអ្នកប្រើប្រាស់ iPhone និង iPad មិនអាចបញ្ជាបទនៅលើទូរស័ព្ទរបស់គេបាននោះទេយើងត្រូវការ Tablet ឬក៏ Smartphone Android សម្រាប់ប្រើប្រាស់មុខងារមួយនេះលើពីនេះប្រសិនបើអ្នកនរគ្នាមាន USB flash មានបទចម្រៀងមានវីដេអូខ្លួនឯងហើយអញ្ចឹងយើងអាចយកមកដោតចាក់នៅលើនឹងបានដែរតាមរយៈរុននៅខាងក្រោយនេះមានរុន USB A ដល់ទៅ2បូករួមទាំងរុនផ្សេងទៀតដូចជារុនអ៊ីនធឺណិតប្រសិនបើអ្នកចង់បដូរពី Wi-Fi មកប្រើប្រាស់អ៊ីនធឺណិតខ្សែក៏បានមានផ្ដល់ជូនរុន HDMI និង VGA សម្រាប់តអេក្រង់ទៅអេក្រង់ទូរទស្សន៍ធំឬក៏ប្រសិនបើអ្នកនរគ្នាមាន projector ឬក៏មាន slide ក៏អាចតភ្ជាប់គ្នាបានដែរបន្ទាប់ទៀតយើងក៏ឃើញមានរុនសំឡេងឆ្វេងស្ដាំសម្រាប់ដោតទៅបាសដោតទៅ speaker របស់យើងក៏ដូចជាមានរុនដោតភ្លើងនិងចុងក្រោយនេះគឺជាប៊ូតុងបិទបើករបស់ម៉ាស៊ីននេះផ្ទាល់បើយើងងាកមកមើលនៅប៊ូតុងចំហៀងខាងនេះវិញគឺទុកសម្រាប់ធ្វើការបញ្ជាមីនុយកំណត់សេរីពន្លឺកំណត់ពណ៌អេក្រង់នានាប្រសិនបើយើងចង់កែបន្ថែមតែពីដើមមកខាងអ្នកលក់គឺគាត់ជួយកំណត់ឲ្យយើងហើយមួយឈុតរួចរាល់ហើយដោយយើងមិនចាំបាច់ធ្វើការកែបន្ថែមអ្វីទៀតនោះទេនិយាយរួមនៅពេលដែលយើងទិញយកទៅងាយស្រួលមែនតើគឺមិនចាំបាច់ធ្វើការដំឡើងអ្វីបន្ថែមទៀតនោះទេគឺចាប់ផ្ដើមប្រើប្រាស់បានតែម្ដងប្រសិនបើអ្នកទាំងគ្នាមានចំណាប់អារម្មណ៍ទៅលើម៉ាស៊ីនចាក់ចម្រៀងមួយនេះក៏ដូចជាចង់ដឹងកាន់តែច្បាស់លម្អិតជាងហ្នឹងអ្នកទាំងនេះអាចធ្វើការតាក់ទងទៅកាន់លេខទូរស័ព្ទដែលខ្ញុំដាក់បង្ហាញនៅលើអេក្រង់នេះផ្ទាល់បានដែលជាលេខទំនាក់ទំនងរបស់ហាងផ្ទាល់តែម្ដងហើយក៏អរគុណអ្នកទាំងគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតមកដល់ចប់ខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងគ្នានៅក្នុងវីដេអូបន្តទៀត